គណៈនៅក្នុងចំណុចនេះនៅក្នុងសង្កមៈអ្នកទាធរិយាបទានទី4នៅក្នុងគម្ពីរអបទានកាលព្រះមានប្រភិប្រនាមកោដញ្ញៈជាធំជាងលោកជាតាតិបុគ្គលទ្រង់ស្ដេចទៅក្នុងច្រកទ្រង់ញ៉ាំងសត្វទាំងឡាយឲ្យឆ្លងខ្ញុំចេញអំពីផ្ទះហើយអោនក្រាបចុះកាលនោះព្រះពុទ្ធជាធំជាងលោកព្រះអង្គជាអ្នកអនុគ្រោះបានជួនលើក្បាលខ្ញុំលុះព្រះលោកនេយុទ្រង់ជួនលើក្បាលខ្ញុំហើយស្ដេចហួសទៅខ្ញុំក៏បានទៅកើតក្នុងឋានទោសិតដោយសេចក្តីជ្រះថ្លាក្នុងចិត្តនោះកិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភពទាំងអស់ខ្ញុំដកចោលហើយខ្ញុំជាស្រីមិនមានអាសវៈព្រោះបានកាត់ផ្ដាច់នៅចំណងដូចជាមេដំរីកាត់ផ្ដាច់នៅទន្លិញអោខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរវិជ្ជា3ខ្ញុំបានសម្រេចហើយសាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយបដិសម្បទា4វិមក8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយបានលើកថាព្រះសង្កមនទាភិក្ខុនីមានអាយុបានសម្ដែងនូវគាថាទាំងនេះដោយប្រការដូច្នេះចប់សង្កមៈអ្នកទាធេរយាបទានអនុមោទនា